នេះជារបៀបដែលយើងប្រើ shortcut key ដើម្បីបានការបកឆាតនឹងម៉ោងពេលបច្ចុប្បន្នបាទអញ្ចឹងយើងប្រើ shortcut key យើងចុច C បូក 1L បូក -D បាទតើតើ date អ្នកទាំងនេះចុច Shift បូក 1L បាទ C បូក 1L បូក 1D មកយើងបានការបកឆាតហើយម៉ោងដូចគ្នាចុច C បូក 1L បូក 1T មកយើងបានម៉ោងពេលបច្ចុប្បន្នបាទអាហ្នឹងគឺការប្រើ shortcut key ក្នុងកម្មវិធី Word បាទអាហ្នឹងគឺជាចំណុចទី1ចំណុចទី2ខ្ញុំចង់បង្ហាញទៅនឹងការប្រើប្រាស់ subscribe និង superscribe បាទអក្សរនៅលើនិងនៅក្រោមបាទដូចជា hash do ហ្នឹងបាទចង់ឲ្យលេខ2មកខាងក្រោមអ្នកต้องស្រេចលើលេខ2ហើយគាត់ចុច x ដើមមកបាទអក្សរ x មានលេខ2ខាងក្រោមហ្នឹងនៅក្នុង home word យើងហ្នឹងបាទមានហើយតើតើទៅនឹង x ការ៉េបាទលេខ2រុញទៅលើហ្នឹងយើងចុចកន្លែង x មានលេខ2នេះពីលើ x ការ៉េបាទអញ្ចឹងពេលយើងចុចទៅវារុញលេខ2ខាងលើបាទស្រេចលើលេខ2មួយទៀតមកបាទអញ្ចឹងនៅក្នុងគណិតវិទ្យាយើងអាសាឃើញណាបាទតើតើទៅនឹងបាទរូបមន្តគណិតវិទ្យាអ្នកទោះនេះចូល insert ហើយមើលមកខាងស្ដាំយកពាក្យ equation មកបាទចុច equation ទៅយើងបានប្រអប់មួយហើយអ្នកទោះនេះចង់ឲ្យវាមកឆ្វេងចុច left មកបាទអញ្ចឹងយើងអាចទៅសេរូបមន្តគណិតវិទ្យាចូលបានបាទអូតូខ្ញុំដាក់រូបមន្តផ្ទៃវងដូចជា a ស្មើនឹង pi a ការ៉េអញ្ចឹងយើងយកគំរូមួយបាទមានការ៉េហ្នឹងហើយអញ្ចឹងកន្លែងប្រអប់ហ្នឹងអ្នកទោះនេះទៅយកខាងលើមកនេះបាទ pi អញ្ចឹងគឺយើងមាននិមិត្តសញ្ញាអក្សរក្រិចទាំងអស់បាទហើយអក្សរ O ហើយលេខ2មកបាទអញ្ចឹងគេមានគំរូមានពុំស្រាប់ទេគាត់យើងគ្រាន់ទាញមកហើយយើងវាយបញ្ចូលទៅបានបាទសូមអរគុណ